ការធ្វើដំណើរទៅលេងកោះហានក្នុងខេត្តស្ទឹងត្រែងជាបទពិសោធន៍ធម្មជាតិដ៏ស្ងប់ស្ងាត់និងស្រស់ស្រាយដែលស័ក្តិសមសម្រាប់អ្នកចូលចិត្តបរិស្ថាននិងការផ្សងព្រេងបន្តិចការធ្វើដំណើរទៅទីនោះចាប់ផ្ដើមចេញពីទីរួមខេត្តស្ទឹងត្រែងតាមបណ្ដោយផ្លូវជាតិលេខ7ដោយឆ្លងកាត់ស្ពានសេកុងអ្នកធ្វើដំណើរប្រើពេលប្រមាណពី25ទៅ30នាទីដោយម៉ូតូឬរថយន្តដើម្បីទៅកំពង់ចម្លងបន្ទាប់មកតម្រូវឲ្យជួលទូកបន្តដំណើរទៅកាន់កោះហានតែម្ដងដែលស្ថិតនៅបណ្ដោយដងទន្លេមេគង្គការធ្វើដំណើរតាមទូកជាផ្នែកសំខាន់និងគួរឲ្យចាប់អារម្មណ៍បំផុតគឺធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនិងអណ្ដែតអណ្ដូងទៅតាមរលកខ្យល់បក់មកត្រសៀកស្ប៉ះលើផ្ទៃជលសានិងរាងកាយរបស់យើងដោយសូរដណ្រដីដែលកំពុងប្រគំពីរោះរណ្ដំយើងអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលព្រៃលិចទឹកដែលមានដើមឈើលូតលាស់និងទេសភាពនៃដងទន្លេធំទូលាយនៅរដូវប្រាំងទឹកស្រកថយបន្តិចបានបង្ហាញសម្រស់ខ្សាច់សនិងឬដើមឈើប្លែកៗដែលធ្វើឲ្យទេសភាពមើលទៅដូចជាសិល្បៈធម្មជាតិពិតៗគួរជាទីមនោរម្យនិងមានមនោសញ្ចេតនាជ្រាលជ្រៅក្រៅពីខ្សាច់ទន្លេស្អាតនិងព្រៃលិចទឹកនៅទីនោះយើងក៏អាចមើលឃើញពីសត្វបក្សាបក្សីដែលជាធនធានធម្មជាតិចាំបាច់និងផ្ដល់ភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរនៅពេលទៅដល់កោះហានយើងអាចកម្សាន្តសប្បាយដោយការហែលទឹកលេងជិះទូកដេកហាលថ្ងៃហូបអាហារឆ្ងាញ់ៗធ្វើដោយអ្នកសហគមន៍ហើយយើងក៏អាចបោះតង់នៅពេលរាត្រីដើម្បីទទួលបាននូវរសជាតិថ្មីបន្ថែមទៀតសម្រាប់ជីវិតនិងទទួលបាននូវអារម្មណ៍ស្និទ្ធស្នាលពីធម្មជាតិកោះហានជាកន្លែងអេកូទេសចរណ៍ដែលយើងមិនគួរមើលរំលងនិងគួរទៅសម្រាកលំហែកាយនិងអារម្មណ៍យ៉ាងតិចម្ដងនៅទីនោះ។